មនុស្សដែលពិបាកចិត្តនឹងគិតច្រើន overthinker ស្ទើរតែជួបបញ្ហាខ្លះទាំងផ្លូវចិត្តនិងជីវិតប្រចាំថ្ងៃខាងក្រោមនេះជាបញ្ហាដែលអាចកើតមានទៅថ្ងៃមុខ 1. សុខភាពផ្លូវចិត្ត mental health issues ភ័យខ្លាចនិងបារម្ភខ្លាំង anxiety ស្រពេចស្រពិលចិត្ត depression ជៀសវាងសង្គម social withdrawal 2. ការសម្រេចចិត្តយឺតនិងស្ទាក់ស្ទើរពេលត្រូវសម្រេចចិត្តអ្វីមួយធំមនុស្សគិតច្រើនអាចស្ទាក់ស្ទើរព្រោះគិតទៅគ្រប់ជ្រុងជ្រោយហើយខ្លាចលទ្ធផលអវិជ្ជមានអាចបាត់បង់ឱកាសសំខាន់ក្នុងជីវិត 3. បញ្ហាទំនាក់ទំនង relationship problems គិតច្រើនអំពីពាក្យនិយាយឬអារម្មណ៍របស់អ្នកដទៃអាចធ្វើឲ្យទំនាក់ទំនងជាមួយគេកើតមានភាពតានតឹងឬមិនជឿជាក់លើគ្នា 4. បញ្ហាជោគជ័យក្នុងការងារវិជ្ជាជីវិត career success issues ការកង្វល់ពេកអាចធ្វើឲ្យគេមិនហ៊ានចាប់ផ្ដើមអ្វីថ្មីខាតភាពច្នៃប្រឌិតនិងការបើកចិត្តសាកល្បងអ្វីថ្មី 5. ការចាំបាច់តែងតែចង់បានភាពល្អឥតខ្ចោះ perfectionism បង្កើតសម្ពាធខ្លួនឯងខ្លាំងមិនពេញចិត្តជានិច្ចទោះជាបានឈ្នះឬសម្រេចបានក៏ដោយរបៀបជួយខ្លួនឯងសិក្សាពីការជឿជាក់លើខ្លួនឯង self confidence អនុវត្ត SMART ឬ mindfulness ចំណាយពេលជាមួយមនុស្សវិជ្ជមានទៅជួបអ្នកជំនាញផ្លូវចិត្តប្រសិនបើអារម្មណ៍មិនល្អជាប្រចាំ